ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាសាច់គោជាមួយប្រទេសផ្លោកចាមានការ៉ុតបន្តិចផងចាគ្រឿងនេះខ្ញុំលាងហាត់លាយហើយបងប្អូនមានដូចជាទឹកត្រីប៊ីចេងស្ករប្រេងខ្យងនិងមានខ្ទឹមសខ្ទឹមបងប្អូនចាឥឡូវឆ្អិនណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាឥឡូវនេះខ្ញុំដាក់ម្ទេសនិងស្លឹកខ្ទឹមបងប្អូនចាឆ្អិនហើយបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនចាមកបងប្អូនមើលរបៀបនឹងខ្ញុំឆាទាំងអស់គ្នាណាបងប្អូនជាដំបូងនេះខ្ញុំដាក់ប្រេងឆាចាដាក់ប្រេងឆានេះខ្ញុំពពងខ្ទឹមកូរខ្ទឹមឲ្យរាងក្រហមបន្តិចចឹងណាបងប្អូនចាកូរត្រឡប់ឲ្យក្រហមហើយក៏រាងក្រហមបន្តិចហើយក៏នេះខ្ញុំចាក់សាច់គោណាបងប្អូនចាឲ្យរាងឈ្ងុយណាបងប្អូនចាឈ្ងុយហើយក៏នេះខ្ញុំដាក់សាច់គោចាសាច់គោនឹងក៏នេះខ្ញុំកូរត្រឡប់ឲ្យសព្វចឹងណាបងប្អូនចាជាមួយនឹងខ្ទឹមបងប្អូនហើយចាកូរត្រឡប់រាងឆ្អិនសាច់គោបន្តិចហើយនេះខ្ញុំដាក់គ្រឿងក្រៅបងប្អូនចាដាក់ប៊ីចេងស្ករទឹកត្រីប្រេងខ្យងអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំដាក់ទឹកត្រីប៊ីចេងស្ករប្រេងខ្យងចាគ្រឿងក្រៅស្រីតែចំណង់ចំណូលចិត្តបងប្អូនណាបងប្អូនចាបងប្អូនដាក់ប៉ុណ្ណាក៏បានដែរបងប្អូនចាចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនចាដាក់គ្រឿងក្រៅរួចហើយក៏នេះខ្ញុំចាប់ដើមចាក់បន្លែបងប្អូនចាកូរត្រឡប់បន្តិចអញ្ចឹងនេះខ្ញុំចាក់បងប្អូនចាបន្លែហ្នឹងក៏មានការ៉ុតបន្តិចផងបងប្អូនទេចាការ៉ុតហ្នឹងវិញខ្ញុំយកពណ៌ឲ្យបងប្អូនចាចិត្តស្ដើងតិចការ៉ុតមួយកណាត់អញ្ចឹងណាបងប្អូនចាឥឡូវក៏នេះខ្ញុំកូរត្រឡប់ឲ្យរាងឆ្អិនបន្លែបន្តិចបងប្អូនទេសុំទោសបងប្អូនរឿងខាសពងកបងប្អូនណាចាឆ្អិនបន្លែបន្តិចក៏នេះខ្ញុំចាប់ផ្ដើមដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាឥឡូវនេះខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាដាក់ទឹកស្លឹកខ្ទឹមនិងម្ទេសហើយក៏រួចរាល់ណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនហើយចាម្ទេសផ្លោកឆាជាមួយសាច់គោអញ្ចឹងណាបងប្អូនចាអូខេបាយ